Good evening, everybody. Good evening. Yes, thank you for your feedback. Ngàyនេះខ្ញុំសូមមកចែករំលែកតាក់ទងជាមួយនឹងចំណេះដឹងមួយដែលខ្ញុំបានអភិវឌ្ឍវារយៈពេល3ខែហើយឃើញថាវាល្អប្រធានបទដែលខ្ញុំចង់លើកឡើងនោះគឺតាក់ទងជាមួយនឹងការអានសៀវភៅតើបងប្អូនទាំងអស់គ្នាធ្លាប់អានសៀវភៅពីមុនមកទេធ្លាប់ទេបងធ្លាប់អត់អូខេអរគុណអញ្ចឹងខ្ញុំសូមលើក3ចំណុចសំខាន់តាក់ទងជាមួយនឹងការអានសៀវភៅថាតើវាមានចំណុចសំខាន់អ្វីខ្លះសម្រាប់ខ្ញុំឬក៏សម្រាប់អ្នកទាំងអស់គ្នាដើម្បីអភិវឌ្ឍខ្លួនឯងទៅមុខទៀតអញ្ចឹងចំណុចទី1គឺបង្កើននៅសមាធិជាបទពិសោធន៍ខ្ញុំផ្ទាល់ខ្ញុំពីមុនជាមនុស្សរៀងឆាវដែរឆាវច្រើនអញ្ចឹងនៅពេលដែលយើងអានសៀវភៅអាចធ្វើឲ្យខួរក្បាលរបស់យើងមានសមាធិបានច្រើនហើយចេះអត់ធ្មត់នៅអ្វីដែលយើងចង់បាននៅអ្វីដែលយើងចង់ឲ្យបានភ្លាមហ្នឹងពេលខ្លះវាត្រូវការពេលវេលាអញ្ចឹងវាធ្វើឲ្យយើងមានសមាធិនិងអត់ធ្មត់ចំណុចទី2ដែលខ្ញុំបទពិសោធន៍របស់ខ្ញុំផ្ទាល់គឺការទទួលបាននូវចំណេះដឹងថ្មីតាក់ទងជាមួយនឹងការអានសៀវភៅអញ្ចឹងព្រោះក្នុងសៀវភៅតែងតែមានយកនៅចំណុចសំខាន់ឬក៏ចំណេះដឹងថ្មីដើម្បីយកមកអភិវឌ្ឍយើងខ្លួនឯងហើយចំណុចចុងក្រោយដែលខ្ញុំចង់លើកឡើងផ្ដោតសំខាន់ជាងគេហ្នឹងគឺជាបទពិសោធន៍យើងអាចរៀនពីបទពិសោធន៍មនុស្សជុំវិញខ្លួនយើងអ្នកដែលសរសេរសៀវភៅបទពិសោធន៍ពីភាពជោគជ័យរបស់គាត់ភាពបរាជ័យរបស់គាត់ដើម្បីយកមក apply ជាមួយនឹងជីវិតយើងខ្លួនឯងហើយខ្ញុំក៏ធ្លាប់ជួបបញ្ហាច្រើនដែរជោគជាំអាចថាវ័យក្មេងមិនដែលយើងជួបបញ្ហាច្រើនអញ្ចឹងយើងជំនះឧបសគ្គហើយយើងមានអ្នក mentor មានអ្នកជួយណែនាំមានសិស្សច្បងជួយបង្ហាញផ្លូវជីវិតយើងទៅមុខទៀតហើយតាមរយៈការអានសៀវភៅរបស់យើងដូចគ្នាអាចធ្វើឲ្យជីវិតយើងប្រសើរឡើងហើយយើងក៏ទទួលបានបទពិសោធន៍ក្នុងការអភិវឌ្ឍខ្លួនឯងដែរអញ្ចឹងនេះគឺជា3ចំណុចសំខាន់សម្រាប់ជីវិតខ្ញុំហើយពីការអានសៀវភៅអរគុណច្រើន